Awesome ចេញ organic $2ការដឹកជញ្ជូនធនវិជាពណ៌អ្វីទៅពណ៌ហ៎អូគឺ3940ទៅយើងមើលទុកដាក់ឲ្យបានស្រួលបួលផងអូយអត់មានថាលាយប៉ាសោះត្មងនេះឯងថាជឹងនៅថ្ងៃស្អែកយើងនឹងខំមុខឯងលីហើយបាយបាយការភ័យខ្លាចការក្បន់ការចងអាឃានជាច្រើនពាន់ឆ្នាំកន្លងមកកម្លាំងមួយគ្រប់គ្រងពិភពលោកដែលសត្វទន្សាយភ័យខ្លាចសត្វសាហាវសម្រាប់ធ្វើជាចំណីសត្វសាហាវស៊ីសាញ់មិនអាចគ្រប់គ្រងចិត្តបានចំណងធម្មជាតិគឺសម្លាប់និងប្រហារនិងហើយស្លាប់ពេលនោះពិភពលោកត្រូវបានបែងចែកជាពីរសត្វស៊ីសាច់ដ៏កាចសាហាវនិងសត្វស្លូតបូនប៉ុន្តែក្រោយមកយើងបានវិវត្តនិងបានផ្លាស់ប្ដូរចរិតព្រៃផ្សៃដែលមានពីមុនមកឥឡូវសត្វស៊ីសាច់និងសត្វជាចំណីត្រូវបានរស់នៅជាមួយគ្នាដោយសុខដុមហើយរាល់ថនិកសត្វតូចៗនឹងមានឱកាសច្រើនខ្លាំងណាស់ដែរមិនហើយខ្ញុំមិនចាំបាច់ភ័យខ្លាចក្រាបពួនក្នុងវងទៀតទេផ្ទុយទៅវិញខ្ញុំអាចធ្វើជាអវកាសយាននឹងខ្ញុំមិនចាំបាច់ធ្វើជាសត្វប្របាញ់ដល់ឯកាទៀតនោះទេពេលនេះខ្ញុំអាចប្របាញ់លើកលែងពុនដាហើយខ្ញុំគឺជាអ្នកកែរនីតម្លៃពុនដាទៀតផងហើយខ្ញុំនឹងធ្វើឲ្យពិភពលោកខ្លះជាកន្លែងប្រសើរជាងមុនខ្ញុំគឺជាមន្ត្រីប៉ូលីប៉ូលីជាកូនទុតសាយនោះគឺជារឿងប្រទេសប្រដាប់បំផុតដែលខ្ញុំធ្លាប់ឮវាហាក់ដូចជាមិនអាចទៅរួចទេចំពោះអ្នកដែលគិតចង្អៀនខ្ញុំកំពុងសម្លឹងមើលឯងគេឌៀនក្រេប៉ុន្តែវាមានចម្ងាយត្រឹមតែ211ម៉ាយប៉ុណ្ណោះមានទីក្រុងមួយដ៏អស្ចារ្យឈ្មោះ Zootopia ដែលបុព្វបុរសយើងបានរួមរស់ជាមួយគ្នាក្នុងសន្តិភាពជាលើកដំបូងហើយបានប្រកាសថាអ្នកគ្រប់គ្នាអាចធ្វើអ្វីក៏បានសូមអរគុណអ្នកទាំងអស់គ្នារាត្រីសួស្តីជូឌីតើកូនធ្លាប់ឆ្ងល់ថាតើប៉ាហើយនឹងបាក់កូនអាចរស់នៅរីករាយបានយ៉ាងដូចនេះទេនោះគឺថាប៉ាម៉ាក់បងក្តីសម្បត្តិរបស់ខ្លួនបានរស់នៅជាមួយគ្នាមែនទេអូនឹងហើយវាពិតជាត្រូវយើងរស់នៅជាមួយគ្នាយ៉ាងលំបាកកូនទេនោះគឺជាភាពស្រស់ស្អាតនៃជីវិតដ៏សាមញ្ញមួយណាជូឌីបើកូនមិនធ្វើអ្វីដែលថ្មីទេកូននឹងប្រាជ័យហើយដឹងទេខ្ញុំពិតជាចូលចិត្តអ្វីដែលថ្មីអ្វីដែលប៉ាកូនចង់និយាយនោះគឺជារឿងមួយដែលពិបាកវាអាចទៅរួចដែលកូនចង់ខ្លាចជាមន្ត្រីប៉ូលីសនោះត្រូវហើយមិនដែលមានប៉ូលីសជាកូនសាយទេអត់ទេកូនកុំធ្វើរឿងហ្នឹងអីមិនត្រូវទេណាចឹងហ៎